រថយន្ត Supercar ដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្ញុំអាចហ៊ាននិយាយថាថ្ងៃនេះគឺអាចថាបើគិតជា Supercar ក្នុងស្រុកជា road trip បែបនេះគឺធំជាងគេហើយដោយសារកម្ពុជាធំតែដោយសារកម្ពុជាយើងមានភ្ញៀវអន្តរជាតិមកច្រើនរថយន្តអន្តរជាតិក៏មកច្រើនផងដែរតែដល់ឡែកបើសិនជាយើងនិយាយពីរថយន្តក្នុងស្រុករបស់យើងថ្ងៃនេះគឺធំជាងគេបំផុតហើយដែលយើងធ្លាប់ធ្វើកន្លងមកអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណម្ដងទៀតទៅដល់បងប្អូនដែលជាម្ចាស់រថយន្ត Supercar ទាំងអស់ដែលបានចូលរួមសហការជាមួយខ្ញុំថ្ងៃនេះដើម្បីសង្គមជាតិរបស់យើងដើម្បីការផ្សព្វផ្សាយទេសចររបស់ប្រទេសកម្ពុជារបស់យើងទៅដល់ទេសចរក្នុងស្រុកក៏ដូចជាទេសចរអន្តរជាតិផងដែរហើយខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់សន្តាគារ Camera ក៏ដូចជា American Seal ក៏ដូចជា Compass ដែលបានចូលរួមសហការជាមួយខ្ញុំបាទដើម្បីរៀបចំកម្មវិធីផ្សេងៗដោយលក្ខណៈសប្បុរសធម៌បរិច្ចាគមិនមានការបង់ប្រាក់ថវិកាផ្សេងៗដូច្នេះខ្ញុំសូមថ្លែងអំណរគុណមែនទែនហើយក្នុងនោះក៏សូមថ្លែងអំណរគុណអ្នកឧបត្ថម្ភធំទៅលើភេទជ្ជៈសម្រាប់យើងទាំងអស់គ្នាគឺក្រុមហ៊ុនខ្មែរ Beverages ដែលមានផលិតផលដូចជា Work ក៏ដូចជាទឹកសុទ្ធទឹកបរិសុទ្ធកម្ពុជានិងភេទជ្ជៈផ្សេងៗជូនទៅដល់ប្រជាជនរបស់យើងក៏ដូចជាកងកម្លាំងប្រយុទ្ធទាំងអស់ដែលបានចូលរួមសហការនៅថ្ងៃនេះផងដែរដូច្នេះជាទីបញ្ចប់ខ្ញុំបាទសូមជូនពរទៅដល់រដ្ឋបាលខេត្តព្រះសីហនុជាពិសេសឯកឧត្តមអភិបាលជាពិសេសក៏ដូចជាឯកឧត្តមទាំងអស់លោកជំទាវអ្នកអង្គការលោកយ៉ានិងជាកិត្តិយស fan ក៏ដូចជាម្ចាស់រថយន្ត Supercar ទាំងអស់សូមទទួលតែពុទ្ធពរតែ4ប្រការគឺយុទ្ធកម្មលៈកុំឲ្យមានដោយសូមអរគុណ ចា៎នេះខ្ញុំ